មែនទែនទៅគាត់និយាយថាបច្ច័យហ្នឹងគឺគាត់សំដៅទៅលើលុយនឹងឯងប៉ុន្តែគ្រាន់ថាបច្ច័យដែលព្រះសម្មាសម្ពុទ្ធព្រះអង្គហៅមិនសំដៅលើលុយទេណាបច្ច័យវាមានពីរផ្នែកទីមួយបច្ច័យដែលជាវត្ថុប្រើប្រាស់ពាក់ព័ន្ធនឹងព្រះវិន័យគឺសំដៅដល់បច្ច័យ4អញ្ចឹងណាបច្ច័យវាមិនមែនមានបច្ច័យ10បច្ច័យ100បច្ច័យ20ទេបច្ច័យ4គឺវា4ហ្នឹងហើយតែព្រះអង្គហៅទីមួយគឺបណ្ឌបាតម្ហូបអាហារសម្រាប់បរិភោគហ្នឹងហើយទីពីរសេនាសនៈបច្ច័យគឺចរចៃវរៈបច្ច័យគឺបងស្បៃត្រៃជីវរនឹងឯងទី3សេនាសនៈបច្ច័យគឺបានដល់ទីដេកទីស្នាក់អាស្រ័យមានកុដិផ្ទះសាលាវិហារស្បែកជើងឆាត់ភួយខ្នើយអីជាដើមហ្នឹងកម្រាលអីទាំងអស់ហ្នឹងហ្នឹងហើយទី4នោះគឺគេលានភេសជ្ជៈបច្ច័យនឹងបានដល់ថ្នាំកែរោគផ្សេងសម្រាប់អ្នកជំងឺសំបីតែភេសជ្ជៈអីទឹកភេសជ្ជៈទឹកផ្លែឈើអីហ្នឹងក៏ចាត់ចូលក្នុងគិលានភេសជ្ជៈបច្ច័យក្នុងព្រះវិន័យមាន4ហ្នឹងតែបច្ច័យប្រើនៅក្នុងន័យផ្សេងក៏មិនមែនលុយដែរនិយាយពីធัวដែលជាបច្ច័យឲ្យធัวដតីកើតហ្នឹងហើយហៅថាបច្ច័យដោយពាក្យដែលព្រះបរមគ្រូព្រះអង្គទ្រង់ត្រាស់សម្ដែងថាហេតុបច្ចយាធម្មានោះធัวទាំងឡាយមានបច្ច័យទៅកើតឡើងឬក៏ថាមានហេតុទៅកើតឡើងហ្នឹងអញ្ចឹងបច្ច័យកន្លែងហ្នឹងស្មើនឹងហេតុអញ្ចឹងណាអញ្ចឹងពាក្យថាបច្ច័យនៅក្នុងធម្មវិន័យនេះមានន័យពីរមួយសំដៅដល់របស់ប្រើប្រាស់អានឹងតេតួងព្រះវិន័យហើយមួយទៀតសំដៅដល់បរមត្ថធម៌ដែលកើតឡើងព្រោះបច្ច័យឧទាហរណ៍ថាការឃើញកើតឡើងមួយចុះតួ seeing នេះតួឃើញចក្ខុវិញ្ញាណដែលកើតឡើងហ្នឹងវាអាស្រ័យរបស់4យ៉ាងសំខាន់ដែលជាបច្ច័យរបស់វាបច្ច័យ4យ៉ាងសំខាន់ទី1គឺមានភ្នែកល្អចក្ខុប្រសាទរូបហ្នឹងល្អជាវត្ថុនិស្សយបច្ច័យឃើញទេហ្នឹងហើយអញ្ចឹងត្រូវមានវត្ថុនិស្សយបច្ច័យហ្នឹងល្អបច្ច័យដែលជាទីកើតរបស់ចក្ខុវិញ្ញាណហ្នឹងហើយទី2មានរូបដែលជាអារម្មណបច្ច័យមានរូបមាន color មានពណ៌ហ្នឹងប្រកបនៅក្នុងគន្លងនៃចក្ខុហ្នឹងបើយើងបែរទៅហ្នឹងរូបហ្នឹងគឺថានៅក្នុងគន្លងមិននៅពីក្រោយទេអាហ្នឹងជាបច្ច័យមួយដែរហើយមួយទៀតមានអាឡោកៈគឺពន្លឺគឺណារូបហ្នឹងនៅពីមុខក៏ដោយបើអត់ពន្លឺទេវាអត់អាចជះចូលទៅក្នុងកែវភ្នែកបានទេជាងពន្លឺហ្នឹងជាបច្ច័យមួយទៀតឃើញទេហើយដល់ទៅមនសិការៈក្នុងការមើលគឺការដាក់ចិត្តមើលគឺផ្ដោតចិត្តមើលហ្នឹងអាហ្នឹងជាបច្ច័យមួយទៀតព្រោះរូបនៅខាងមុខហ្នឹងក៏ដោយយើងដាក់ចិត្តអត់ចំមើលអត់ឃើញទេអញ្ចឹងបច្ច័យនៅក្នុងបរមត្ថធម៌ហ្នឹងគឺសំដៅដល់ស្អីដែលជាឧបការៈដល់ធម៌ដតីឲ្យកើតឡើងហៅថាបច្ច័យប៉ុន្តែរឿងចាស់គាត់និយាយវាតាមទម្លាប់អញ្ចឹងហើយប្រកេនបច្ច័យលោកហ្នឹងមិនមែនប្រកេនបាយលោកទេគឺប្រកេនលុយនឹងឯងហ្នឹងតាមទម្លាប់ណាប៉ុន្តែពិតប្រកេនបច្ច័យលោកគឺប្រកេនជីវរប្រកេនចង្ហាន់ប្រកេនអីហ្នឹងហៅថាប្រកេនបច្ច័យនិយាយឲ្យត្រូវតាមព្រះវិន័យណា